អាយ៉ាលេងហើយតាបែរលេងហើយបាទដើម្បីបន្តជាប្រធានក្លឹបរបស់អាត្រីសូរៀលម៉ាឌ្រីតហ៊ានបោះសម្ដីថាបើសិនជាគាត់នៅជាប់ឆ្នោតនៅរដូវកាលនេះបន្តគាត់នឹងអូសទាញកីឡាករដែលជាខ្សែបម្រើរបស់ក្លឹបធំៗចំនួន3ដែលចូលមកលេងឲ្យរៀលម៉ាឌ្រីតដោយមិនមានតម្លៃខ្លួនបាទស៊ីតាប្រាក់ខែបាទពេលនេះគាត់ទាញបានមួយហើយនោះគឺកីឡាករអាប់រ៉ាហ៊ីម៉ាខូណាតេបាទគឺជាខ្សែការពាររបស់លីវើពូលចូលមកអត់មានតម្លៃខ្លួនទេស៊ីតែប្រាក់ខែទេក៏ប៉ុន្តែប្រាក់ខែរៀងខ្លួនដែរហើយពេលនេះកំពុងតែចរចាជាមួយនឹងកីឡាករចំនួន2រូបទៀតមួយទៅនៅ Inter Milan បាទនោះគឺកីឡាករ Denzel Dumfries បាទគឺជាខ្សែការពារស្លាប់ស្នាមហើយមួយទៀតគឺជាខ្សែការពាររបស់ Man City នោះគឺកីឡាករ Josko Gvardiol បាទគឺជាខ្សែការពាររបស់ Mikel Man City 3រូបនេះគឺជាខ្សែការពារដ៏រឹងរបស់ខាងប៉ែកអឺរ៉ុបហើយបាទហើយឆ្នាំនេះផងដែរគឺជាឆ្នាំដែលបាទក្រុម Real Madrid នឹងជួបភាពរកាំរកូសខ្លាំងមែនទែនបាទតាំងពីមានការបដិវត្តប្រធានក្លឹបក៏ដូចជាកីឡាករមានបញ្ហាបាទមានចំនួនរវាងគ្នានឹងគ្នាបាទគឺឆ្នាំនេះរកាំរកូសខ្លាំងមែនទែនអាត្រីសបាទឥឡូវយើងមកតាមដានបន្តទៀតថាតើលោកតាប៉ែដែរបាទគាត់អាចនឹងបន្តជាប្រធានក្លឹបឲ្យរៀលម៉ាឌ្រីតបានដែរទេកុំភ្លេច follow page របស់មានបានម្នាក់មួយផងណាបាទអរគុណច្រើន